សូមបងប្អូនរីករាយស្ដាប់កំសាន្តនិទានខ្មែរអប់រំខ្លីរឿងកូនឆ្លុះនិងទន្សាយរឿងនេះនិពន្ធដោយគ្រូបង្រៀនឈ្មោះយួងសូដាសូមរីករាយស្ដាប់កំសាន្តដូចតទៅនៅក្នុងព្រៃភ្នំមួយមានសត្វតោកំណាចមួយក្បាលតែងតែបង្កប់ឲ្យសត្វទាំងអស់ចូលមកប្រគល់ខ្លួនជាចំណីរៀងរាល់ថ្ងៃសត្វទាំងអស់មានការភិតភ័យតក់ទត់ជាពន់ពេកពិសេសឲ្យទៅចិត្តដល់វេនរបស់ខ្លួនសាច់ញាតិគ្រួសារសត្វត្រូវព្រាត់ប្រាសគ្នាយ៉ាងខ្លោចផ្សាដោយមិនអាចធ្វើអ្វីកើតឡើយត្បិតសត្វតោនោះមានអំណាចបំផុតនៅក្នុងព្រៃមួយនេះថ្ងៃមួយកូនឆ្លុះមានការបារម្ភក្រៃលែងចំពោះវាសនារបស់ខ្លួនស្អែកនេះជាវេនរបស់វាហើយវាទន់ដៃទន់ជើងណាស់ហើយក៏ដើរទៅដេកសំកុកនៅលើវាស្មៅខៀខ្ចីមួយនៅជិតជើងភ្នំរំពេចនោះវាស្រាប់តែនឹកឃើញដល់មិត្តសម្លាញ់ម្នាក់គឺទន្សាយវាបានដើររកទន្សាយពេញមួយល្ងាចរហូតបានជួបលុះជួបហើយក៏រៀបរាប់អំពីសេចក្តីទុក្ខសោកនៅក្នុងចិត្តកុំព្រួយបារម្ភអីសម្លាញ់ខ្ញុំអាចជួយឯងបានឲ្យតែសត្វតូចៗសាមគ្គីគ្នាដោយឆ្លៀសវៃគឺពិតជាអាចកម្ចាត់សត្វធំដែលកាចសាហាវបានសត្វទន្សាយពោលដូច្នោះរួចហើយក៏រៀបចំអបាយកលជាមួយកូនឆ្លុះព្រឹកស្អែកឡើងស្ដេចតោក៏រង់ចាំនៅលើផ្ទាំងថ្មធំមួយជាអាសនៈរបស់ខ្លួនលុះកូនឆ្លុះមកយឺតពេលនឹងឃើញមានទន្សាយមកផងក៏ស្រែកសម្ដុតយ៉ាងសន្ធប់ខ្លាំងផ្អើលអស់ហ្វូងសត្វព្រៃទាំងឡាយសូមលោកម្ចាស់កុំអាខឹងច្រឡោតអីមុននេះពួកយើងបានជួបនឹងសត្វចម្លែកដ៏ធំមួយក្បាលហើយព្យាយាមរត់គេចតាមព្រៃបន្លាយ៉ាងវែងឆ្ងាយទម្រាំបានមកជួបនឹងលោកម្ចាស់នេះសូមលោកម្ចាស់អធ្យាស្រ័យផងចុះមានសត្វអ្វីចម្លែកឯណាទៀតហើយហ៊ានមករំខាននៅក្នុងផែនដីយើងនេះដាច់តោនឹកឆ្ងល់ក៏សួរទៅទន្សាយវាមានមាឌធំជាងដំរី2ដងទៅទៀតសូមលោកម្ចាស់មកតាមខ្ញុំមកខ្ញុំនឹងនាំលោកម្ចាស់ទៅជួបសត្វចម្លែកនោះតែសូមលោកម្ចាស់ប្រយ័ត្នប្រយែងផងសត្វទន្សាយបញ្ជាក់ប្រាប់រួចក៏នាំសត្វតោចេញទៅពេលនោះសត្វតោបាននិយាយថាឯងកុំមើលស្រាលអញឲ្យសោះអញមិនខ្លាចវាទេអញនឹងសម្លាប់អាសត្វចម្លែកនោះឲ្យឯងដឹងអ្វីដែរអញម្ដងលុះទៅដល់ពីមុខរូងភ្នំមួយទន្សាយបានចង្អុលទៅទីនោះតាមពិតសត្វទន្សាយបាននាំគ្នាគូសវាសនិងឆ្លាក់មាត់រូងភ្នំនោះជារូបសត្វម្យ៉ាងមានចង្កូមសស្ងាច់និងមុខមាត់មើលទៅគួរឲ្យខ្លាចបំផុតចំណែកសត្វតោខឹងណាស់បានសើចប្រាប់ឲ្យទន្សាយចាកចេញទុកឲ្យខ្លួនជាអ្នកតតាំងតែម្នាក់ឯងរំពេចនោះសត្វតោហក់ទៅក៏ជាប់អន្ទាក់យ៉ាងមាំដែលទន្សាយលួចដាក់នៅក្រោមស្លឹកឈើត្រង់មាត់រូងភ្នំនោះឃើញដូច្នោះសត្វទន្សាយបានហួចសំលេងហៅសត្វទាំងអស់ដែលកំពុងចាំពួនជុំវិញរូងភ្នំមកចឹកខំនិងហែកខ្លួនប្រាណសត្វតោអព្រៃនេះរហូតដល់នៅសេចក្តីស្លាប់យ៉ាងវេទនាដោយកាលគ្រាដែលវាចាប់ហែកស៊ីសត្វដទៃយ៉ាងសាហាវដូច្នោះដែរចាប់តាំងពីថ្ងៃនោះមកកូនឆ្លុះព្រមទាំងសត្វព្រៃដទៃទៀតក៏រស់នៅដោយសន្តិភាពរួចផុតពីការគ្រប់គ្រងដ៏កំណាចរបស់ស្ដេចតោចំណែកសត្វទន្សាយត្រូវបានគេលើកតម្កើងជាអ្នកប្រាជ្ញនៅក្នុងព្រៃនោះ